នៅពេលដែលបងប្អូនស្គាល់សង្សាររបស់ខ្លួនឬក៏ស្រឡាញ់សង្សាររបស់យើងរយៈពេល5ឆ្នាំ7ឆ្នាំ10ឆ្នាំឬក៏ពេលខ្លះបងប្អូនការជាមួយគ្នា10ឆ្នាំឬក៏បាទ5 6ឆ្នាំទៅស្រាប់តែយើងហាក់បីដូចជាមានអារម្មណ៍ថាប្តីឬក៏ប្រពន្ធយើងអត់សូវយកចិត្តទុកដាក់ចំពោះយើងឬក៏ប្តីប្រពន្ធយើងនឹងដូចជាអត់សូវចោះសម្រុងគ្នាទៀតនោះទេយើងអត់សូវមានរឿងនិយាយគ្នាដូចមុនហើយយើងនិយាយជាមួយគ្នានឹងក៏អត់សូវបាទស៊ីសង្វាក់គ្នាដែរប៉ុន្តែនៅពេលដែលបងប្អូនជួបជាមួយនឹងបាទមនុស្សថ្មីអាចថាមនុស្សប្រុសក៏ដោយមនុស្សស្រីក៏ដោយបងប្អូនទៅជួបគេពេលខ្លះបងប្អូនមានរឿងនិយាយជាមួយគេច្រើនខ្លាំងមែនទែនហើយបងប្អូនក៏មានរឿងដែលត្រូវសោចនឹងច្រើនដែររួចទៅបងប្អូនគិតថាចុំបរិះម្នាក់នេះនារីម្នាក់នេះគាត់និយាយជាមួយខ្ញុំទៅធ្វើឲ្យខ្ញុំមានអារម្មណ៍ល្អខ្លាំងមែនទែនអត់ដូចប្រពន្ធខ្ញុំអត់ដូចប្តីខ្ញុំសោះប្តីឬក៏ប្រពន្ធរបស់ខ្ញុំនៅពេលដែលខ្ញុំនិយាយជាមួយគាត់ទៅដូចអត់សូវស៊ីសង្វាក់គ្នាហើយខ្ញុំនិយាយជាមួយគាត់ដូចជាអត់សូវយល់ចិត្តគ្នាហើយខ្ញុំដូចជាមិនសូវមានរឿងនិយាយជាមួយគាត់ច្រើននោះទេប៉ុន្តែសម្រាប់បរិះម្នាក់នេះឬក៏នារីម្នាក់នេះខ្ញុំនិយាយទៅដូចចូលជាមួយគាត់ច្រើនហើយយើងមានរឿងដែលគួរឲ្យចង់សោចជាមួយគ្នានឹងច្រើនខ្លាំងមែនទែនបងប្អូនកន្លែងនេះខ្ញុំចង់ឲ្យបងប្អូនយល់រឿងមួយថានៅពេលដែលយើងស្គាល់គ្នាយូរយើងរស់នៅជាមួយគ្នាយូរណាអារម្មណ៍របស់យើងគឺទៅជាធម្មតាអារម្មណ៍របស់យើងជាប្តីជាប្រពន្ធជាដៃគូស្នេហាហ្នឹងគឺលែងមានអារម្មណ៍ថាពិសេសដូចមុនហើយដោយសារតែយើងរស់នៅជាមួយគ្នារាល់ថ្ងៃយើងឃើញមុខគ្នារាល់ថ្ងៃយើងគេនៅលើក្រែតែមួយជាមួយគ្នាជារៀងរាល់ថ្ងៃអញ្ចឹងទៅអារម្មណ៍ដែលពិសេសហ្នឹងវាត្រូវបានកាត់បន្ថយបន្តិចម្ដងរហូតដល់មានអារម្មណ៍ធម្មតាហើយយើងនិយាយជាមួយគ្នាដូចជាមិនមានរឿងដែលគួរឲ្យចង់សោចហ្នឹងច្រើនដូចពីមុនទេតែបងប្អូនត្រូវចាំនៅពេលដំបូងដែលបងប្អូនរៀបការហើយថ្មីថ្មោងនោះបងប្អូននិយាយដូចជាស៊ីសង្វាក់គ្នាណាបងប្អូននិយាយដូចជាចូលគ្នាខ្លាំងមែនទែនបងប្អូនក៏មានរឿងដែលនិយាយទៅហើយគួរឲ្យចង់សោចច្រើនដូចនៅពេលដែលបងប្អូនកំពុងតែនិយាយជាមួយនឹងបរិះឬក៏នារីផ្សេងក្នុងពេលបច្ចុប្បន្នហ្នឹងអញ្ចឹងកន្លែងនេះខ្ញុំចង់ឲ្យបងប្អូនយល់រឿងមួយថានៅពេលដែលយើងអត់សូវស្គាល់មនុស្សម្នាក់ហ្នឹងណាយើងទៅនិយាយជាមួយគាត់ណាយើងមានរឿងច្រើនមែនទែនដើម្បីទៅនិយាយជជែកលេងជាមួយគាត់ហើយយើងក៏មានរឿងដ៏គួរឲ្យចង់សើចជាច្រើនដើម្បីនិយាយជាមួយគាត់ផងដែរប៉ុន្តែជាមួយនឹងដៃគូស្នេហាឬក៏ប្តីប្រពន្ធរបស់យើងណាយើងនិយាយគ្នារាល់ថ្ងៃយើងរស់នៅជាមួយគ្នារាល់ថ្ងៃអញ្ចឹងអារម្មណ៍របស់យើងហើយនឹងគាត់វាស៊ាំអស់ទៅហើយវាអត់មានអារម្មណ៍អីពិសេសច្រើនដូចអ្នកដទៃនោះទេអញ្ចឹងកន្លែងនេះខ្ញុំចង់ឲ្យបងប្អូនយល់រឿងមួយថានៅពេលដែលបងប្អូនមានអារម្មណ៍ធម្មតាជាមួយនឹងប្តីឬក៏ប្រពន្ធរបស់យើងចូលបងប្អូនកុំបោះបង់គ្នាឲ្យសោះតែគួរណាបងប្អូនឆ្លៀតពេលវេលាដើម្បីជជែកគ្នាដើម្បីដើរលេងជាមួយគ្នាឲ្យបានច្រើននៅពេលនោះចំណងស្នេហាក្តីស្រឡាញ់របស់បងប្អូននឹងកើតឡើងសារជាថ្មីម្ដងទៀតអារម្មណ៍ពិសេសនឹងកើតឡើងសារជាថ្មីម្ដងទៀតតែបើសិនជាបងប្អូនរវល់រៀងខ្លួនបងប្អូនគ្មានពេលឲ្យគ្នាបងប្អូនមួយខែមិនដែលដើរលេងជាមួយគ្នាមិនដែលជជែកគ្នាមិនដែលស្វែងយល់ពីចិត្តគ្នាទៅវិញទៅមកថ្ងៃណាមួយមិនត្រឹមតែបងប្អូនមានអារម្មណ៍ថាធម្មតាជាមួយនឹងដៃគូឬក៏ប្តីប្រពន្ធយើងទេប៉ុន្តែបងប្អូននឹងមានអារម្មណ៍ថាមានប្តីឬក៏មានប្រពន្ធហាក់បីដូចជាអត់មានប្តីឬក៏មានប្រពន្ធដូចនេះដែរអញ្ចឹងហើយពេលនោះបងប្អូនអាចនឹងមានគំនិតមួយថាចង់លែងលះឬក៏ចង់រស់នៅបែកគ្នាមួយរយៈអីចឹងទៅរឿងទាំងអស់នេះអាចនឹងកើតឡើងបើសិនជាបងប្អូនមិនចំណាយពេលវេលាដើម្បីសិក្សាពីចិត្តគ្នាទៅវិញទៅមកឬក៏បងប្អូនមិនចំណាយពេលវេលាដើម្បីដើរលេងជាមួយគ្នាខ្លះព្រោះការដែលបងប្អូនទុកឲ្យចំណងមួយហ្នឹងវានៅកដាលថ្ងៃកដាលភ្លៀងកដាលខ្យល់កដាលព្យុះដោយបងប្អូនអត់បានរឹតវាជារៀងរាល់ថ្ងៃបងប្អូនអត់បានចងវាជារៀងរាល់ថ្ងៃបន្ថែមទៀតនោះទេថ្ងៃណាមួយវានឹងប្រេះវានឹងស្រាំវានឹងបែកវានឹងបាក់ជាមិនខានចំណងស្នេហាវាប្រៀបបានដូចជាខ្សែដែលបងប្អូនចងរបងផ្ទះរបស់បងប្អូនដូចនេះដែរបើសិនជាបងប្អូនទុកវាចោលបងប្អូនអត់ទៅមើលវាទេថ្ងៃណាមួយវានឹងដាច់វានឹងរបូតវានឹងបែកបាក់ជាមិនខានអញ្ចឹងនៅពេលដែលបងប្អូនមានអារម្មណ៍ធម្មតាជាមួយនឹងដៃគូរបស់បងប្អូនចូលបងប្អូនសិក្សាស្វែងយល់ពីគ្នាឲ្យបានច្រើនបងប្អូនចំណាយពេលវេលាជាមួយគ្នាឲ្យបានច្រើនហើយជាពិសេសបងប្អូនកុំបោះបង់គ្នាជាដាច់ខាតបងប្អូនត្រូវរំលឹកកាលពីអតីតកាលដែលបងប្អូនជួបគ្នាដំបូងកាលដែលបងប្អូនស្រឡាញ់គ្នាដំបូងតើបងប្អូនមានអារម្មណ៍បែបណាចំពោះគ្នាទៅវិញទៅមកនោះបងប្អូននឹងអាចកាន់ដៃគ្នារហូតដល់ទីបំផុតនៃជីវិតជាមិនខានអញ្ចឹងថ្ងៃនេះខ្ញុំមានប៉ុណ្ណឹងអរគុណច្រើនបងប្អូនសម្រាប់ការតាមដានវីដេអូមួយនេះតាំងពីដើមរហូតដល់ចប់ជួបគ្នានៅវីដេអូបន្តបាទសូមអរគុណសូមជម្រាបលា